Cho mìnhได้ปรุเตវាសំងំនៅស្ងៀមខណៈពេលដែលសាសនៈតែងតែព្រោះវាដឹងថាសម្លេងវាមានអំណាចខ្លាំងពេកដែលនឹងធ្វើឲ្យអ្នកដទៃភ័យខ្លាចនិងប្រុងប្រយ័ត្នខ្លាមិនចាំបាច់គូសសម្គាល់ទឹកដីដោយសម្លេងក្រហមទេតែស្នាមដានជើងរបស់វាធ្វើឲ្យគេដឹងហើយថាតំបន់នឹងជារបស់សត្វខ្លាសត្វតោមិនចាំបាច់រត់លឿនបំផុតនោះទេវាគ្រាន់តែរងចាំពេលវេលាត្រឹមត្រូវដើម្បីវាយប្រហារខ្លាអាចអង្គុយស្ងៀមរាប់ម៉ោងដើម្បីធានាថាសត្វរបស់វាគ្មានឱកាសគេចខ្លួនទេក្រពើសំងំក្រោមទឹកយ៉ាងស្ងៀមស្ងាត់ដែលរងចាំដោយអត់ធ្មត់រហូតដល់វាវាយប្រហារពេលគ្មាននរណានឹកស្មានដល់ឥន្ទ្រីមិនឃើញដើមឈើនៅក្នុងផ្លូវហោះរបស់វាទេមានតែមេឃខាងមុខប៉ុណ្ណោះវាជ្រើសរើសកំពូលដើមឈើខ្ពស់បំផុតដើម្បីសម្រាកដែលវាមើលឃើញអ្វីៗគ្រប់យ៉ាងដោយភាពច្បាស់លាស់ខ្លាឃ្មុំមិនបង្ហាញភាពខ្លាំងរបស់វាទេប៉ុន្តែវត្តមានរបស់វាទាមទារការគោរពធម្មជាតិបង្រៀនយើងអំពីរឿងនេះអំណាចពិតគឺជាភាពស្ងប់ស្ងាត់មិនឆោឡោនិងផ្ដោតអារម្មណ៍